ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនពីការធ្វើខសាច់ជ្រូករបស់នាងខ្ញុំចាសម្រាប់គ្រឿងផ្សំដែលខ្ញុំប្រើមាននៅក្នុងវីដេអូនេះស្រាប់អញ្ចឹងដំបូងខ្ញុំធ្វើការបុកម្រេចអញ្ចឹងសម្រាប់ម្រេចបងអាចដាក់ម្រេចម៉ត់ក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគិតថាម្រេចគ្រាប់វាឆ្ងាញ់ជាងវាឈ្ងុយនៅពេលដែលយើងបុកវាអត់សូវម៉ត់ទៅពេលដែលយើងខវាជាប់ជាមួយនឹងសាច់ជ្រូកពេលដែលយើងញ៉ាំទៅវាថែមរសជាតិឆ្ងាញ់មួយកម្រិតទៀតចានៅពេលដែលម្រេចរបស់ខ្ញុំរាងម៉ត់បន្តិចហើយខ្ញុំដាក់ប៊ីចេងហើយនិងអំបិលបន្តិចហើយស្ករខ្ញុំអត់ប្រើទេដោយសារយើងត្រូវកូរស្ករក្រហមនៅពេលក្រោយចាបន្ទាប់ពីដាក់ហើយយើងបុកវាតិចឲ្យអំបិលនិងស្ករហើយនិងម្រេចយើងចូលគ្នាបន្ទាប់ទៀតយើងដាក់ខ្ទឹមសម្រាប់ខ្ញុំដាក់ខ្ទឹមសចំនួន3កំពឹសហើយបុកវាខ្ញុំអត់បុកឲ្យខ្ទឹមនឹងបែកពេកទេចាបន្ទាប់ពីបុកគ្រឿងរួចរាល់ហើយយើងចាប់ផ្ដើមដាក់ឆ្នាំងមកហើយដាក់ឆ្នាំងរាងក្តៅយើងអាចកូរស្ករក្រហមដាក់ល្មមបន្ទាប់ពីកូរស្ករក្រហមឈ្ងុយល្អហើយកុំឲ្យវាខ្លោចពេកខ្ញុំដាក់ម្រេចបុកហើយនឹងខ្ទឹមហ្នឹងចូលហើយកូរវាចុះឡើងបើមិនយើងអត់កូរវាទេវានឹងខ្លោចអញ្ចឹងខយើងនឹងល្វីងវាអត់ឆ្ងាញ់ទេចាអញ្ចឹងបន្ទាប់ពីយើងកូរវាហើយយើងអត់ទុកយូរទេយើងដាក់សាច់ជ្រូកចូលតែម្ដងហើយយើងកូរវាមុនដាក់ទឹកយើងកូរសាច់ជ្រូកជាមួយនឹងម្រេចបុករបស់យើងនឹងឲ្យវាចូលគ្នាសព្វសិនរួចហើយចាំយើងដាក់ទឹកចូលរងាស់វាឲ្យផុយចាសម្រាប់ខគឺស្រួលធ្វើទេហើយខ្ញុំថែមទឹកត្រីបន្តិចដើម្បីឲ្យសាច់វាចូលជាតិល្អដោយសារសាច់ដែលខ្ញុំហាន់ហ្នឹងវារាងធំដែរចាបើសិនជាបងប្អូនចង់ឲ្យខរបស់បងប្អូនរត់ទៅឈ្ងុយឆ្ងាញ់បងប្អូនអាចលេងជាមួយនឹងឈើអែមឬក៏ផ្កាច័ន្ទក៏បានដែរប៉ុន្តែដោយសារនាងខ្ញុំអត់ចូលចិត្តក្លិនរបស់វាអញ្ចឹងខ្ញុំអត់ដាក់ទេខ្ញុំតែធ្វើធម្មតាចាសម្រាប់ទឹកខ្ញុំដាក់3កែវដោយសារខ្ញុំចង់ឲ្យសាច់ជ្រូករបស់ខ្ញុំផុយបានល្អអញ្ចឹងបន្ទាប់ពីសាច់ជ្រូករបស់ខ្ញុំផុយហើយខ្ញុំដាក់គ្រឿងផ្សេងចូលមានដូចជាប៉េងប៉ោះដែលខ្ញុំហាន់ស្រាប់ហ្នឹងពងទាហើយនិងពងក្រួយចាខំរបស់ខ្ញុំវាអត់សូវពណ៌ក្រហមខ្លាំងម៉ានេះដោយសារខ្ញុំអត់ដាក់ទឹកស៊ីអ៊ីវខ្មៅបើសិនជាបងប្អូនចង់ឲ្យខបងប្អូនមានពណ៌ក្រហមស្អាតបងប្អូនអាចដាក់ទឹកស៊ីអ៊ីវខ្មៅបានចាខរបស់ខ្ញុំឆ្អិនរួចរាល់ហើយពងក្រួយខ្ញុំដាក់ពងក្រួយកញ្ចប់អញ្ចឹងវាមានពណ៌ក្រហម